ជំរាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនបានមុខម្ហូបអ្វីដែរថ្ងៃនេះសម្រាប់ថ្ងៃនេះខ្ញុំបានឡាបសាច់គោសូមជួយទស្សនាវីដេអូដែលខ្ញុំធ្វើទាំងអស់គ្នាដំបូងឡើយខ្ញុំចម្អិនសាច់គោដោយចម្អិនជាមួយនឹងទឹកធម្មតាដើម្បីឲ្យវាឆ្អិនសិនទើបយើងអាចយកទៅធ្វើបានបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបហើយជាមួយនឹងស្ករក្រហមបងប្អូនអាចដាក់ស្ករសក៏បានបន្ទាប់មកខ្ញុំដាក់ទឹកត្រីបន្តិចបន្ថែមជាមួយនឹងក្រូចឆ្មាដើម្បីឲ្យរសជាតិវាជូរប្រៃផ្អែមសម្រាប់រសជាតិបងប្អូនអាចថែមថយទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានតែសម្រាប់មុខម្ហូបនេះគ្រឿងដិតបន្តិចទៅឆ្ងាញ់បន្ទាប់មកខ្ញុំបន្ថែមគល់ស្លឹកគ្រៃរំដេងហើយនិងខ្ទឹមក្រហមបើសិនជាមានក្រូចសើចទៀតក៏កាន់តែល្អហើយខ្ញុំក៏បន្ថែមជាមួយនឹងអង្ករលីងផងដែរសម្រាប់ឡាបចាំបាច់បំផុតគឺអង្ករលីងយើងខ្វះអត់បានទេតបពីច្បល់និងភ្លក់រសជាតិទៅឃើញថាល្មមហើយខ្ញុំក៏បន្ថែមជាមួយជីនិងម្ទេសផងដែរបងប្អូនក៏អាចដាក់ម្ទេសហុយផងដែរគ្រាន់តែឆ្ងាញ់ប៉ុន្តែសម្រាប់ខ្ញុំអត់ចង់បានហឹរពេកទេអញ្ចឹងខ្ញុំដាក់ម្ទេសតែបន្តិចចាគឺរួចរាល់ហើយបងប្អូនអាចស្នាក់ធ្វើតាមវិធីខ្ញុំបានងាយហើយចំណាយពេលតិចអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ